ប្រធានគ្រប់គ្រងចាងមន្ត្រីប៉ូលីសរកអ្នករកខ្ញុំកញ្ញាចាងមានគេប្តឹងអ្នកថាគម្រោងរចនាដែលអ្នកបានចេញផ្សាយខែមុនពាក់ព័ន្ធនឹងការលួចចម្លងសូមសហការជាមួយការស៊ើបអង្កេតរបស់យើងម្យ៉ាងទៀតកុំព្យូទ័ររបស់អ្នកក៏ត្រូវយកទៅដែរមិនមែនទេលួចចម្លងខ្ញុំមិនដែលលួចចម្លងស្នាដៃអ្នកណាឡើយភាគីម្ខាងទៀតបានផ្ដល់ភស្តុតាងបើអ្នកបដិសេធមិនសហការស៊ើបអង្កេតទេនោះយើងមានតែចាប់ខ្លួនដោយបង្ខំចាងយិនបើអ្នកមិនបានលួចចម្លងគឺសហការជាមួយការស៊ើបអង្កេតរបស់ប៉ូលីសទៅមិនបានលួចចម្លងគឺមិនបានលួចចម្លងហេតុអ្វីខ្ញុំត្រូវចំណាយពេលលើរឿងគ្មានមូលដ្ឋានទាំងនេះអញ្ចឹងខ្ញុំឥឡូវសូមជូនដំណឹងដល់អ្នកផ្អាកការងារក្នុងដៃសហការជាមួយការស៊ើបអង្កេតរបស់ប៉ូលីសខ្ញុំមើលទៅអ្នកណាហ៊ានប៉ះចាងយិនសំបីមួយម្រាមដៃពួកអ្នកចង់នាំចាងយិនទៅត្រូវតែទទួលបានការយល់ព្រមពីខ្ញុំសិនមួយឆឹងខ្ញុំដឹងថាអ្នកនឹងចាងយិនមានទំនាក់ទំនងល្អប៉ុន្តែនាងឥឡូវពាក់ព័ន្ធនឹងអំពើខុសច្បាប់យ៉ាងហោចណាស់ក៏ធ្វើឲ្យខូចកេរ្តិ៍ឈ្មោះក្រុមហ៊ុនយើងយ៉ាងធ្ងន់យើងនឹងត្រូវប្រឈមមុខនឹងការទាមទារសំណងដ៏ច្រើនសន្ធឹកសន្ធាប់ខ្ញុំមិនបានលួចចម្លងអ្នកណាទេរាល់ស្នាដៃរបស់ខ្ញុំគឺជាការច្នៃប្រឌិតរបស់ខ្ញុំផ្ទាល់ខ្ញុំជឿជាក់លើចាងយិនព្រោះរាល់ពេលនាងស្នាក់នៅធ្វើការបន្ថែមម៉ោងរហូតដល់យប់ជ្រៅដើម្បីធ្វើការរចនាខ្ញុំបានឃើញគំនិតដែលនាងបានគិតចេញពីការវាយក្បាលការកែប្រែប្លង់ម្ដងហើយម្ដងទៀតខ្ញុំក៏បានឃើញគាត់ដឹងសំបីតែទម្លាប់វាយក្បាលរបស់ខ្ញុំសិនមួយឆឹងអ្នកគុំត្រូវបានមុខមាត់ស្លូតត្រង់របស់ចាងយិននេះបបបញ្ឆោតឲ្យសោះនាងទើបតែធ្វើការបាន1ឆ្នាំជាងអាចក្លាយជាប្រធានគ្រប់គ្រងរបស់ក្រុមហ៊ុនបានប្រហែលជាធ្លាប់ឡើងគ្រែជាមួយមន្ត្រីជាន់ខ្ពស់ណាម្នាក់របស់ក្រុមហ៊ុនហើយអ្នកមនុស្សទៀងត្រង់មិនខ្លាចស្រមោលខ្លួនឯងខ្ញុំសហការស៊ើបអង្កេតមិនអីទេពួកគេស៊ើបអង្កេតច្បាស់លាស់និងបង្ហាញពីភាពស្អាតស្អំរបស់ខ្ញុំនិយាយថាអ្នកគ្មានទោសអ្នកគឺគ្មានទោសគ្មាននរណាអាចបង្ខូចឈ្មោះអ្នកបានទេនៅផ្នែករចនាម៉ូដពិតជាមានអ្នកលក់ខ្លួនដើម្បីឡើងតំណែងមែនប៉ុន្តែមិនមែនចាងយិនទេក៏ពិតជាមានអ្នកបង្ខូចប្រយោជន៍និងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនដែរក៏មិនមែនចាងយិនដែរខ្ញុំដើមឡើយចង់ទុកមុខឲ្យសត្វល្អិតចង្រៃទាំងនេះបន្តិចទៅនិយាយឯកជនប៉ុន្តែដោយសារតែរឿងនេះត្រូវបានលើកយកមកពិភាក្សាជាសាធារណៈហើយដូច្នេះកុំបន្ទោសខ្ញុំថាមិនយកយល់សិនមួយឆឹងនេះតើមានប្រវត្តិយ៉ាងណាទៅគាត់ដឹងរឿងអ្វីខ្លះលោកប៉ូលីសខ្ញុំមានភស្តុតាងច្បាស់លាស់អំពីនាយកផ្នែករចនាម៉ូដចាងឡាន